បងប្អូនទាំងអស់គ្នារូបព្រះបដិមាព្រះឥសូររួមដ៏ធំជាងគេមួយនៅប្រទេសកម្ពុជាដែលមានកម្ពស់រហូតដល់5ម៉ែត្រទម្ងន់7តោនហើយមានការបែកបាក់ជាង10000ចំណែកដែលគេយកមកពីប្រាសាទកោះកេរឥឡូវនេះគឺថាជួសជុលរួចរាល់ហើយគឺធ្វើឲ្យបដិមាយើងនោះគឺស្រស់ស្អាតហើយមានសោភ័ណភាពហើយដូចជាមានជីវិតរស់ឡើងវិញអញ្ចឹងបងប្អូនអរគ្នាកាលពីថ្ងៃពុធ15រោចខែប្រគុណឆ្នាំអសាញ់សពស័កពុទ្ធសករាជ2569ត្រូវនៅថ្ងៃទី18ខែមិនិនាឆ្នាំ2026លោកជំទាវបណ្ឌិតសភាចារភឿងសក្តារដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈបានអញ្ជើញជាធិបតីក្នុងពិធីអបអរសាទរការបញ្ចប់ការជួសជុលដោយជោគជ័យនៃព្រះបដិមាព្រះឥសូររួមដ៏ធំមួយនៅក្នុងតំបន់អាស៊ីអាគ្នេយ៍នៅអភិរក្សដ្ឋានអង្គរខេត្តសៀមរាបបងប្អូនទាំងអស់គ្នា